Sự đây bằng phong đó này bạn video này nhằm thôi làm ít pi laptop pi modern hay ai tích đời xa dân thưa về pi tới cứ ở ai podcast này về pi chẳng nhẹ mơ pi khác còn ở này សម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅលើម៉ាស៊ីននេះបាទតម្លៃ85បងប្អូនត្រូវដឹងថាតម្លៃនេះវាធូរថ្លៃមែនទែនធូរជាង laptop ធូរជាង iPad ធូរជាងទូរស័ព្ទទៀតកុំព្យូទ័រមួយគ្រឿង laptop មួយគ្រឿងបងប្អូនមើលអញ្ចឹងកុំព្យូទ័រនេះដែរគឺវាជាកុំព្យូទ័រប្រភេទសម្រាប់ការងារ office យើងអាចប្រើប្រាស់កម្មវិធីបានមួយសេរីការងារ office ប្រើអ៊ីនធឺណិត Telegram Facebook YouTube អីបានមកស្រឡាញ់បាទហើយចង់បញ្ជាក់ប្រាប់បងប្អូនដែរម៉ាស៊ីនតម្លៃប៉ុណ្ណេះបងប្អូនកុំឆ្ងល់កុំសួររកថាអូយកទៅគូប្លង់គូអីយកទៅកាត់តវីដេអូបាទវាប្រើអត់បានទេខ្ញុំបញ្ជាក់ណាប្រើអត់បានទេអញ្ចឹងបងប្អូនត្រូវដឹងកុំឲ្យគេចេះតែបោកអ្នកខ្លះលក់ម៉ាស៊ីនធូរថ្លៃឲ្យថាប្រើបានគ្រប់អាហ្នឹងវាមិនមែនទេហើយអានេះដែរគឺវានិយាយទៅវាបើសិនជាប្រៀបធៀបតម្លៃវាគឺវាធូរឲ្យវាអត់សមនឹងតម្លៃហ្នឹងវាមិនមែនត្រូវ$85ទេអានេះដោយសារយើងបញ្ចុះតម្លៃទេម៉ាស៊ីននេះដែរគឺផលិតផលរបស់ប្រទេសជប៉ុន 100% បាទបងប្អូនមើលទាំងកញ្ចក់ទាំងអីគឺស្អាតមែនតើសូម្បីតែ keyboard អ្នកខ្លះបងប្អូនខ្លះគាត់សាញថា keyboard ជប៉ុនវាយអក្សរខ្មែរអាកើតអក្សរ I ស្រៈពេញតួបងប្អូនដែលវាយអត់កើតហ្នឹងគាត់ចេះតែថាទេដោយសារគាត់លក់អីវ៉ាន់ផ្សេងទៅអញ្ចឹងបងប្អូនមើលនេះសេតែយើងកំណត់តាការងារអត់ហ្នឹងវាស្រួលយ៉ាងងំខ្ញុំវាយមើលនេះវាអត់អាខាងស្ដាំតែយើងអាចវាជំនួសវាមកអក្សរនៅខាងឆ្វេងនេះបានដូចតែគ្នាអញ្ចឹងវាអត់ជាប្រវាយទេហើយអានេះប្រើ YouTube ប្រើអីមកស្រឡាញ់មកលឿន game ក៏ភាគច្រើនក៏បងប្អូនសួរដែរថាលេង game បានអត់ game បានដូចជា game online ខំនេះបងប្អូនលេងតែមកក្នុងនេះគឺរាប់រយ game មកលេងមកស្រឡាញ់តែបើថាលេង game ខ្នាតធំវាលេងអត់បានទេហើយព្រោះខ្ញុំនៅបញ្ជាក់អញ្ចឹងគឺម៉ាស៊ីននេះសម្រាប់យកទៅរៀនឬក៏យកប្រើការងារ office អីបងប្អូនមើលរូបរាងវានេះគឺមកស្អាតអាឡូស្អាតមកខាងណាមាន network មាន HDMI មាន USB 3 port ហើយនៅខាងនេះទៀតដោយសារខ្ញុំកាន់ដៃមួយជាងនេះខាងនេះមាន USB port ទៀតមានរន្ធដោតកាសហើយនឹងរន្ធដុំសាកបាទបងប្អូនមើលរូបរាងវាទម្ងន់វា1.95 15អ៊ីងកញ្ចក់គឺច្បាស់ស្អាតបងប្អូនទីឲ្យកូនរៀននៅផ្ទះនៅអីឲ្យគ្នារៀនស្គាល់កុំព្យូទ័រស្គាល់អីគឺល្អចាំពេលដែលគ្នារៀនមហាវិទ្យាល័យរៀនអីគឺយើងអាចប្រើធំទៅបានបងប្អូនមើលចោលស្អាតមែនតើហើយសម្រាប់អានេះ CPU Core i5 ជំនាន់ទី7បាទបើបងប្អូនយកទៅ compare ជាមួយនឹង Mac Dell មកអីតម្លៃខុសគ្នាដាច់មែនដី spec អ្នកខ្លះគាត់លក់ជំនាន់ទី6 i5 ទេគឺលក់100ក្រាស់ទៅ200អីអានេះ Core i5 ជំនាន់ទី7បាទតម្លៃ125បងប្អូនគិតមើលទៅវាធូរថ្លៃមែនតើ RAM 8GB SSD 256ដូចគ្នាបាទនេះមើលរូបរាងមានកាមេរ៉ាមាន Wi-Fi មានអីមក complete ដូចតែគ្នានេះអានេះបងប្អូនអាចមើលលម្អិតពីវាហើយចាំសម្រាប់ចិត្តថាទិញឬក៏អត់វាអត់មានអីត្រូវទៅខុសតអីចាំបាច់ទៅតែ Mac Dell ឬក៏ Mac HP ទេគឺជប៉ុនគេប្រើបានដូចគ្នាគេប្រើតែ Mac ពីរនឹងគេធ្វើដល់យន្តហោះធ្វើដល់គឺចាក់ធំគេមិនដែលទៅប្រើអា Mac Dell មកអីដែលបងប្អូនចូលចិត្តតែសួររោមកហ្នឹងមិនថាអត់មានទេគឺមានប៉ុន្តែគ្រាន់តែថាខ្ញុំចង់លក់របស់នេះគឺតម្លៃឲ្យធូរថ្លៃសម្រាប់ឲ្យបងប្អូនបានប្រើការងារដូចគ្នាគ្រាន់តែខុសតែម៉ាកនេះនៅជប៉ុនក៏មិនមែនថោកដែរបាទគឺដោយសារយើងដេញថ្លៃទិញពីកន្លែងរត់គេត្រូវការដូរថ្មីហ្នឹងទៅគឺយើងទិញបានធូរថ្លៃអញ្ចឹងយើងក៏លក់ទៅតាមហ្នឹងដែរបងប្អូនមើលយើងមានច្រើនបងប្អូនមុននឹងទិញបងប្អូនអាចមើលវីដេអូនេះឲ្យចប់ចាំសម្រាប់ចិត្តទិញបានបាទហើយធានាគឺម៉ាស៊ីនល្អស្អាតដោយក្នុងវីដេអូខុសពីហ្នឹងបងប្អូនអាចអត់យកបានហើយយើងមានធានាជូន6ខែបាទទាំងលើគ្រឿងបន្លាស់ទាំងសេវាជួសជុលអត់គិតលុយបងប្អូនទេលើកលែងតែបងប្អូនធ្វើធ្លាក់ចូលទឹកធ្វើបាក់បែកអីនិយាយទៅកំហុស user គឺយើងអត់ទទួលខុសត្រូវទេបាទ